បន្ទាប់ពីបានស្ដាប់អូនប្រុសម្នាក់គាត់រៀបរាប់ពីការឈឺចាប់របស់គាត់ខ្ញុំចាប់ផ្ដើមនឹកឃើញទៅដល់បងប្រុសចំនួន4នាក់ទៀតដែលគាត់ធ្លាប់រៀបរាប់ពីការឈឺចាប់ទៅលើសាច់រឿងដូចគ្នាដែរដែលបងប្រុសទី1គាត់ជាអ្នកកម្មករដឹកស៊ីម៉ងដឹកដែកឲ្យគេគាត់ក៏ធ្លាប់រាយរាប់រឿងនឹងប្រាប់ខ្ញុំដែរហើយបុគ្គលិក IT របស់ខ្ញុំ2នាក់ក៏គាត់ជួបប្រទះនៅរឿងអស់នឹងដែរហើយម្នាក់ទៀតគឺគាត់ធ្វើការជាមួយខ្ញុំកាលពីខ្ញុំនៅរត់តុកនៅហាងអាហារមួយកន្លែងហើយខ្ញុំពិតជាមានការសោកស្ដាយមែនទែនសោកស្ដាយដែលថាខ្ញុំអត់បានលើកទឹកចិត្តពួកគាត់អត់បានធ្វើឲ្យពួកគាត់មានការរីករាយឡើងវិញពីព្រោះថាកន្លងមកខ្ញុំអត់បែរជាយល់មិនដល់ទៅលើកម្រិតមួយនឹងទៅលើចំណុចមួយនឹងយល់អត់ដល់នៅផ្លូវចិត្តមួយនឹងអត់ដឹងថាបញ្ហាមួយនឹងវាធ្វើឲ្យមានការលំបាកនិងក្រងព្រាយចិត្តប៉ុណ្ណាអញ្ចឹងខ្ញុំមានតែការសូមអភ័យទោសចំទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំស្ដាយសោកស្ដាយមែនទែនដែលអត់បានលើកទឹកចិត្តខ្ញុំនៅតែមានការសោកស្ដាយអញ្ចឹងទេផលលំបាកដែលគាត់បាននិយាយរាយរាប់ប្រាប់ខ្ញុំហ្នឹងគឺជាស្អីរឿងបែបនេះគាត់គឺបានពួកគាត់គឺបានស្រឡាញ់គ្នាជាមួយនឹងមនុស្សស្រីម្នាក់អញ្ចឹងណាប៉ុន្តែដោយហេតុថាគ្រួសារគាត់គឺជាគ្រួសារដែលក្រីក្រលំបាកអញ្ចឹងប្រសិនបើចង់រៀបការជាមួយគេខាងគ្រួសារខាងគេគឺត្រូវតែកំណត់ថាគាត់ត្រូវតែមានប្រាក់ប៉ុណ្ណេះក្នុងការរៀបការអញ្ចឹងទៅអញ្ចឹងខ្ញុំអត់និយាយពីបងប្រុស 3-4 នាក់ខាងមុខទេខ្ញុំនិយាយបងប្រុសទៅតែដែរប្រាប់ខ្ញុំកាលពីថ្ងៃមុននេះជាក់ស្ដែងទៅគឺខាងស្រីគាត់ទារទៅលើថ្លៃបណ្ណាការគឺចំនួន$5,000ចំនួនលុយនេះគឺវាមិនជាច្រើនអីប៉ុន្មានទេប៉ុន្តែសម្រាប់អ្នកក្រគឺពិតជាពិបាកក្នុងការរកខ្លាំងមែនទែនជាពិសេសគឺពួកគាត់ធ្វើជាកម្មករលីសែងអីផ្សេងហ្នឹងមួយខែគ្នារកប្រហែលជាបានមួយខែ70ឬក៏80ម៉ឺនអីហ្នឹងហើយបើទោះជាគាត់រត់ទៅធ្វើរោងចក្ររោងអីផ្សេងហ្នឹងក៏វាបានត្រឹមតែ250ឬក៏300អីហ្នឹងអញ្ចឹងលទ្ធភាពរបស់គាត់គឺអត់អាចរត់បានទៅលើចំនួនអស់ហ្នឹងទេហើយខាងស្រីនេះក៏គាត់ដាក់សម្ពាធមកបន្ថែមទៀតគាត់ថាបើសិនបើ 4-5 ខែហ្នឹងរកអត់បានទេគាត់នឹងកូនស្រីគេនេះគឺត្រូវតែបែកគ្នាហើយខាងគាត់ហើយនឹងកូនស្រីគឺត្រូវតែបែកគ្នាហើយវាជាបន្ទុកមែនវាជាបន្ទុកសម្រាប់អ្នកក្រមែនខ្ញុំធ្លាប់តែនិយាយថាធ្វើជាកូនប្រុសបើគ្មានលុយការប្រពន្ធទេកុំយកប្រពន្ធឲ្យសោះធ្វើមិនពង្រឹងសមត្ថភាពខ្លួនឯងឲ្យអាចយកប្រពន្ធបានប៉ុន្តែចូលមកដល់ចំណុចនេះខ្ញុំបានយល់បានជ្រាបថាពេលខ្លះមនុស្សមិនមែនចេះតែមានលទ្ធភាពមនុស្សមិនមែនចេះតែមានសមត្ថភាពគ្រប់គ្នាទេអ្នកខ្លះគាត់រៀនបានខ្សោយអ្នកខ្លះក៏ការគិតការរៀបចំជីវិតរបស់គាត់ក៏វាគ្មានលទ្ធភាពទៅដល់ហ្នឹងហើយបន្ទុកគ្រួសារគឺខុសគ្នាអ្នកខ្លះគេរកបានពីការងាររបស់គេមកគេទុកក្នុងហោប៉ៅរបស់គេទុកក្នុងកញ្ចប់សន្សំរបស់គេហើយចំណែកអ្នកខ្លះទៀតគឺរកមកដើម្បីផ្គត់ផ្គង់គ្រួសារដោះស្រាយបញ្ហាគ្រួសារត្រូវចិញ្ចឹមក្មួយត្រូវចិញ្ចឹមប្អូនត្រូវតែជួយប្អូនឲ្យបានរៀនបានសូត្រចឹងទៅអ្នកខ្លះមានឪពុកម្ដាយឈឺនៅក្នុងផ្ទះអ្នកខ្លះមានបន្ទុកជាមួយនឹងធនាគារដែលជាបំណុលចាស់បានរក្សាទុកចឹងទៅវាសម្ពាធគ្រួសារបន្ទុកគ្រួសារគឺខុសគ្នាអញ្ចឹងយើងអត់អាចបន្ទោសគាត់បានទេមានអ្នកខ្លះគេប្រាក់ខែត្រឹមតែ200-300ទេប៉ុន្តែគេសល់លុយដោយសារតែគេអត់មានបន្ទុកគ្រួសារគេអត់មានសម្ពាធគ្រួសារអ្នកខ្លះគេទៅធ្វើការយ៉ាងទៅថ្លៃបាយថ្លៃម្ហូបថ្លៃអាហារអីគឺអ្នកផ្ទះជាអ្នកចាត់ចែងទាំងអស់ចំណែកអ្នកខ្លះទៀតគឺទៅធ្វើការខ្លួនឯងត្រូវរកលុយចាយឲ្យបានគ្រប់គ្រាន់ខ្លួនឯងហើយត្រូវផ្ញើឲ្យអ្នកផ្ទះទៀតអញ្ចឹងបន្ទុកគ្រួសារគឺលំបាកមែនតើត្រឡប់មកវិញខ្ញុំគាត់ចង់ឲ្យបងប្អូនអ្នកស្ដាប់បានយល់ពីបន្ទុកជីវិតរៀងៗខ្លួនពេលខ្លះយើង
អត់អាចដាក់សម្ពាធទៅលើជីវិតនរណាម្នាក់បានទេហើយពេលខ្លះយើងក៏អត់អាចយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកណាដែរព្រោះថាសម្ពាធគ្រួសារគឺមានខុសៗគ្នាអញ្ចឹងឯងអញ្ចឹងកុំយកជីវិតខ្លួនឯងឲ្យពេលលំបាកហ្នឹងទៅប្រៀបធៀបជាមួយនឹងគេដែលគេរស់នៅបានល្អប្រសើរណាពីព្រោះថាគេល្អប្រសើរហ្នឹងព្រោះថាគេសម្ពាធវិតិចយើងអត់តនិយាយថាភាពវៃឆ្លាតក្នុងការរកលុយយ៉ាងណាទេប៉ុន្តែជាទូទៅគឺការសេះសល់លុយអាចថាដោយសារតែគេមានសម្ពាធតិចហើយយើងវាមានសម្ពាធច្រើនជាងគេហើយលុយបានមកគឺត្រូវតែចំណាយអត់ទៅអស់ចឹងទៅឬលុយបានមកគឺត្រូវតែចំណាយទៅនេះទៅនោះអស់ចឹងទៅអត់អាចសល់លុយដូចគេបានទេគេអ្នកខ្លះគេស៊ីចាយជាមួយនឹងគ្រួសារហូបបាយទិញអីហូបអីផ្សេងចំណាយទឹកភ្លើងអីលើគ្រួសារទាំងអស់បើប្រាក់ខែមកគេសល់ប៉ុន្តែយើងអ្នកដែលស្ពីបន្ទុកយើងត្រូវរកស៊ីចាយខ្លួនឯងផងទិញបាយទិញបង់ទឹកបង់ភ្លើងខ្លួនឯងផងទៅផ្គត់ផ្គង់ទៅគ្រួសារផងអញ្ចឹងបើប្រៀបធៀបជាមួយគេគឺយើងអត់សល់លុយទេអញ្ចឹងអត់អាចប្រៀបធៀបជាមួយគេបានទេអញ្ចឹងបកត្រឡប់ទៅកាន់ការលើកទឹកចិត្តទៅកាន់ប្អូនវិញថាប្រសិនបើគ្រួសារខាងស្រីគេស្រឡាញ់ពេញចិត្តយើងដែរច្បាស់ណាស់ថាគេនឹងផ្ដល់ឱកាសឲ្យយើងច្រើនខែដើម្បីធ្វើការផ្សែផ្សំសន្សំលុយដើម្បីចូលដណ្ដឹងគេដើម្បីចូលទៅទំនាក់ទំនងគ្រួសារជាមួយគេបានប៉ុន្តែបើគេដាក់បន្ទុកឲ្យត្រឹម 5-6 ខែនេះគឺគេបានចេញនៅចម្លើយច្បាស់ហើយថាគេអត់ពេញចិត្តជាងទេអញ្ចឹងចម្លើយជំរើសមានតែមួយគត់គឺចាក់ចេញទៅបើគេស្រឡាញ់យើងពិតគេអត់និយាយរឿងលុយកាក់មុនទេគេនិយាយពីចិត្តនិងចិត្តជាមនុស្សដែលអាចរស់នៅជាមួយគ្នាបានអត់ចុះសម្រុងជាមួយនឹងគ្នាឬអត់អាចកសាងផ្លូវអនាគតជាមួយនឹងគ្នាបានអត់តែបើគេនិយាយពីរឿងលុយមុនគឺមានន័យថាផ្លូវយើងទាំងពីរនេះគឺខុសគ្នាហើយយើងយកចិត្តនិងចិត្តទៅគូបកងទៅប្រកបគុណជាមួយនឹងគ្នាប៉ុន្តែគេយកជំរើសទី1គឺត្រូវតែមានលុយចូលទៅឲ្យថ្លៃបណ្ដាការគេសិនបានគេយល់ព្រមអញ្ចឹងលុយនិងក្តីស្រឡាញ់គឺជាផ្លូវពីរខុសគ្នាគឺជាក្បាលផ្លូវពីរខុសគ្នាដាច់ស្រេចទៅហើយយើងអត់អាចប្រកែកបានទេអញ្ចឹងកាត់ចិត្តដោះលែងគេទៅឲ្យគេអាចរកអ្នកណាដែលមានលទ្ធភាពដើម្បីទទួលយកគេបានអ្នកណាដែលល្អប្រសើរក្នុងជីវិតគេបានហើយយើងរត់ទៅរកឆាកជីវិតដែលរែកពុនបន្ទុករបស់យើងវិញហើយចាំមើលតែពេលណាលទ្ធភាពរបស់យើងបានល្អប្រសើរឬក៏តែពេលណាមាននរណាម្នាក់អាចទទួលយកយើងក្នុងស្ថានភាពបែបហ្នឹងបានអាហ្នឹងហើយគឺជាគូជីវិតរបស់យើងអញ្ចឹងចម្លើយរបស់ខ្ញុំឆ្លើយទៅកាន់បងប្អូនវិញថាកាត់ចិត្តទៅដោះលែងគេឲ្យគេមានសេរីភាពនិងទទួលបានអ្វីដែលគេចង់បានទទួលបានបរិសុទ្ធឬក៏កូនប្រសាដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកណាអញ្ចឹងយើងកាត់ចិត្តដើរចេញពីគេឲ្យគេជួបមនុស្សល្អហើយសង្ឃឹមថាថ្ងៃណាមួយយើងក៏នឹងមានឆាកជីវិតល្អប្រសើរជាងនេះហើយទទួលបានគូជីវិតដែលល្អប្រសើរសម្រាប់ជីវិតយើងដែរទទួលបានអ្នកណាដែលអាចទទួលយកយើងបានមិនមែនដើម្បីតែប្រាក់របស់យើងមិនមែនដើម្បីតែលទ្ធភាពរបស់យើងនោះទេអញ្ចឹងបើសិនជាគេទទួលយកយើងបាននៅក្នុងគ្រប់កលៈទេសៈនឹងជាគូជីវិតរបស់យើងពីព្រោះថាជីវិតមនុស្សអត់អាចជោគជ័យរហូតទេបងជីវិតមនុស្សអាចជោគជ័យរហូតបានទេពេលខ្លះយើងជួបការលំបាកពេលខ្លះការងារយើងបរាជ័យធ្វើការងាររាប់ប្រាក់ខែរាប់ពាន់ដុល្លារតាមមួយឆាវក៏បរាជ័យទៅស្ទើរតែបរាជ័យមកផ្លែកហ្នឹងគេក៏បោះបង់យើងទៅអាហ្នឹងធ្វើមិនឃើញទេអាហ្នឹងមិនមែនគូជីវិតយើងគេអត់យល់ពីយើងគេបោះបង់យើងដោយសារតែយើងបរាជ័យគេគិតថាសមត្ថភាពនៃការរកលុយគឺសំខាន់គេផ្ដោតទៅលើនឹងគេអត់ខ្វល់ថាត្រូវតែមានក្តីស្រឡាញ់ឲ្យចាប់ផ្លូវចាប់ដៃគ្នាដើរទៅលើផ្លូវមួយរួមគ្នាហើយជួយជ្រោមជ្រែងគ្នាជួយលើកទឹកចិត្តគ្នាទេតែបើអ្នកដែលយល់ពីគ្នាទោះបីជាយើងបរាជ័យលើការងារទោះបីជាប្រាក់ខែយើងតិចតួចក៏ដោយក៏គេជួយផ្គត់ផ្គង់ដែរវាថាមិនផ្គត់ផ្គង់ឲ្យលុយយើងចំណាយទេប៉ុន្តែគេជួយពង្រឹងយើងពង្រឹងថាលុយណាត្រូវចាត់ចែងទៅណាលុយណាត្រូវចាត់ចែងទៅណាលុយណាសេសសល់ហើយលុយណាត្រូវតែចំណាយទៅខ្ទង់ណាអញ្ចឹងទៅអញ្ចឹងគេទោះបីជាប្រាក់ខែអូនឥឡូវប្រាប់មកថា 70,000 ទោះបីជាប្រាក់ខែប៉ុណ្ណឹងក៏គេគិតថាវាគ្រប់គ្រាន់ណាស់ហើយ
គូជីវិតរបស់គេមានប្រាក់ខែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ហើយសម្រាប់សាងអនាគតគ្រួសារជាមួយគ្នាអញ្ចឹងចម្លើយចុងក្រោយខ្ញុំអត់ឲ្យចង់វីដេអូនេះវាវែងពេកទេអញ្ចឹងចម្លើយចុងក្រោយរបស់ខ្ញុំគឺឆ្លើយកាត់ប្រាប់តបងបញ្ជាក់ម្ដងទៀតថាបើគេធ្វើអញ្ចឹងហើយយើងកាត់ចិត្តដើរចេញទៅផ្ដល់សេរីភាពឲ្យជីវិតរបស់គេជួបទៅលើមនុស្សដែលពូកែដែលមានថវិកាគ្រប់គ្រាន់ផ្ដល់ឲ្យគេឲ្យយើងគ្រាន់តែរស់នៅក្នុងជីវិតយើងឲ្យបានល្អទៅហើយសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចជួបគូជីវិតល្អប្រសើរសម្រាប់ជីវិតរបស់យើងដែរ